ជនជាតិសៀមជាច្រើនអ្នកនាំគ្នាចូលទៅខមមិននៅក្នុងគណនី Facebook Page របស់សម្ដេចតេជោហ៊ុនសែនហើយខមមិនទាំងអស់នោះគឺបែបប្រមាថមើលងាយក៏ដូចជាមានខមមិនខ្លះទៀតហ្នឹងគឺថាទាមទារឲ្យកងទ័ពកម្ពុជានឹងដកខ្លួនចេញពីតំបន់មុំបីពួកគេចាប់ទុកថាតំបន់នោះគឺជាតំបន់របស់ប្រទេសសៀមតែម្ដងប៉ុន្តែសម្ដេចតេជោហ៊ុនសែនបានចេញសារបញ្ជាក់នៅក្នុង Facebook Page របស់លោកផ្ទាល់តែម្ដងគឺថាតំបន់មុំបីនេះគឺជាតំបន់ដែលស្ថិតនៅក្នុងទឹកដីកម្ពុជាមិនមែនស្ថិតនៅក្នុងទឹកដីថៃទេហើយកាលពីកំឡុងឆ្នាំ2009 2010នោះសម្ដេចក៏បានទៅដល់ទីតាំងនោះផ្ទាល់ដែរគឺជាតំបន់ដែលស្ថិតនៅក្នុងទឹកដីកម្ពុជាតែម្ដងដែលសៀមហ៊ានចូលមកធ្វើការបាញ់ប្រហារនៅក្នុងតំបន់នោះគឺជាការបំពានអធិបតេយ្យភាពយ៉ាងច្បាស់តែម្ដងគឺជនជាតិសៀមទាហានសៀមនឹងគឺបានចូលទៅបាញ់ធ្វើឲ្យយុទ្ធជនរបស់កម្ពុជាម្នាក់បានស្លាប់បាត់បង់ជីវិតផងដែរហើយនៅក្នុងសាររបស់សម្ដេចតេជោក៏បានបញ្ជាក់បន្ថែមទៀតផងដែរថាកងទ័ពរបស់កម្ពុជាគឺមិនដកចេញពីតំបន់មុំបីនឹងដាច់ខាតតែម្ដងអាស្ទាយដែលជនជាតិសៀមធ្វើនេះគឺធ្វើតាំងពីជំនាន់នាយករដ្ឋមន្ត្រីជំនាន់មុនគឺលោកអភិសិទ្ធវិជ្ជាជីវ៉ាការជំនាន់ហ្នឹងគឺផ្ទុះសង្គ្រាមជាមួយនឹងកម្ពុជាម្ដងដែរហើយឥឡូវនេះគឺចេញ style បែបហ្នឹងមកម្ដងទៀតហើយសូមបញ្ជាក់នៅក្នុងវីដេអូនេះបន្ថែមទៀតបើសិនជាមានជនជាតិសៀមគាត់បានស្ដាប់ហើយស្ដាប់យល់ណាតំបន់មុំបីនេះគឺជាតំបន់ដែលស្ថិតនៅក្នុងទឹកដីកម្ពុជាអ្នកឯងអាចមកធ្វើការចង់ដណ្ដើមយកបានទេបើសិនជាដណ្ដើមត្រូវតែឆ្លងកាត់សាកសពរបស់យុទ្ធជនកម្ពុជាដែលការពារនិងពលីនៅទី